បាទសូមគោរពជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទហ្នឹងហើយថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញបងប្អូនប្រិយមិត្តទាក់ទងទៅនឹងការចិញ្ចឹមកង្កែបតែដល់ឡែកថ្ងៃនេះខ្ញុំបានលើកយកនៅការធ្វើទ្រុងបាទការធ្វើទ្រុងដោយហេតុថាការចិញ្ចឹមកង្កែបរបស់យើងនេះគឺយើងចិញ្ចឹមចាប់ពីខែ3ចន្លោះពីខែ3រហូតទៅដល់ខែ11ឬក៏ខែ12ណាបាទខែនេះគឺជាខែដែលចិញ្ចឹមល្អហើយការផ្គត់ផ្គង់កូនសម្រាប់បងប្អូនយើងដែលគាត់ទិញកូនយកទៅសាកល្បងចិញ្ចឹមដំបូងក៏មានភាពងាយស្រួលបាទនៅក្នុងការចិញ្ចឹមហើយខាងខ្ញុំអ្នកបង្កាត់ហ្នឹងក៏មានកូនបាទថាខាងខ្ញុំឬក៏បងប្អូនផ្សេងទៀតទេបាទគឺចន្លោះខែតិចបាទឲ្យទៅចាប់ផ្ដើមខែតិចតិចចាប់ពីខែ12ទៅណាបាទចាប់ពីខែ12ទៅហ្នឹងគឺយើងលែងមានកូនហើយបើមានក៏តម្លៃវារៀងខ្ពស់ដែរអញ្ចឹងណាបាទហើយអញ្ចឹងការចិញ្ចឹមគឺយើងអាចថាមិនសូវជាចំណេញពោះកូនរៀងថ្លៃនៅក្នុងរដូវចាប់ពីខែ12ចុះតិចតិចរហូតទៅដល់វាឈប់តិចនៅខែ2អីហ្នឹងណាបាទហើយមួយទៀតការចិញ្ចឹមហ្នឹងក៏វារៀងមិនសូវជាធំធាត់លឿនដោយសារវាអត់សូវស៊ីចំណីដោយសារកង្កែបហ្នឹងវាជាសត្វមួយប្រភេទដែលចាញ់តិចណាបងប្អូនបាទវាចាញ់តិចចឹងហើយគឺការចិញ្ចឹមវារៀងមានការលំបាកបន្តិចហើយនៅថ្ងៃនេះនៅក្នុងខែ1ជិតចូលខែ2អញ្ចឹងគឺយើងអាចរៀបចំដាក់ចិញ្ចឹមឬក៏យើងរៀបចំទៅគឺត្រូវហើយរៀបចំទ្រុងរៀបចំអីណាហើយខាងខ្ញុំនេះកំពុងរៀបចំទ្រុងដើម្បីរៀបចំនៅក្នុងការបង្កាត់ណានៅក្នុងការបង្កាត់អញ្ចឹងគឺថ្ងៃនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនឬក៏ប្រិយមិត្តយើងគឺមើលអំពីទ្រុងនេះគឺយើងអាចមានច្រើនសន្តានបាទហើយប្រភេទវាគឺប្រភេទលើគោកការចិញ្ចឹមលើគោកហើយនឹងការចិញ្ចឹមក្នុងទឹកក្នុងស្រះក្នុងហាប៉ាបាទអញ្ចឹងការចិញ្ចឹមនៅក្នុងយើងនិយាយទៅលើគោកបាទលើគោកយើងអាចមានច្រើនទម្រង់ទៀតទីមួយគឺយើងដាក់តង់លើគោកចេះណាយើងដាក់តង់ចេះក៏បានយើងរៀបជាអាងថ្មក៏បានហើយយើងរៀបតង់ចេះយើងចង់លើកនេះតង់យើងនេះណាឲ្យកម្ពស់1ម៉ែត្រអីទៅក៏បានណាកម្ពស់1ម៉ែត្រអីទៅវាលោតអត់រួចទេហើយបើយើងចង់ដេរស្បៃអញ្ចេះក៏បានហើយបើយើងចង់ជារៀបជាអាងថ្មក៏បានដែរណាជាអាងថ្មក៏បានដែរហើយបើសិនតែយើងមិនសូវជាមានពេលទំនេរនៅក្នុងការផ្លាស់ប្ដូរទឹកយើងអាចចិញ្ចឹមជាលក្ខណៈយើងហុំស្បៃដូចតែដីអញ្ចឹងទៅយើងជីកមកក្លុកអញ្ចឹងណាហើយទៅយើងហុំអញ្ចឹងទៅបាទយើងហុំអញ្ចឹងទៅបាទឧទាហរណ៍ថាត្រង់ហ្នឹងយើងមិនហត់ដាក់តង់ទេណាយើងហុំស្បៃយើងនេះឲ្យដូចអញ្ចឹងទៅបាទហើយជីកក្លុកមួយទៅបាទតែគាត់ថាចិញ្ចឹមលើគោកបែបហ្នឹងគឺចំណាយពេលយូរបាទហើយវាចំណេញថងថាយើងមិនសូវចំណាយពេលដាក់ចំណីដូរទឹកអីច្រើនប៉ុន្តែវាធំធាត់មិនលឿនដូចគេទេណាបាទចំណីវាស៊ីមិនច្រើនទេតិចប៉ុន្តែវាយូរក៏ទៅវាអត់ខុសគ្នាទេណាអញ្ចឹងគឺបើយើងចាំដាក់តង់ចេះហើយឬក៏ដាក់ក្នុងអាងល្អណាការចាំលើគោកបាទនឹងបើយើងទៅថាយើងចង់បានផលលឿនអញ្ចឹងណាហើយយើងដាក់ចេះល្អលឿនបាទហើយសម្រាប់ត្រង់នេះគឺយើងធ្វើបង្គោលមកបង្គោលមិនចាំបាច់ថាធំអីណាទេណាមកល្មមមកយើងអាចថាវាអាចនឹងបានគឺល្អបំផុតគឺឫស្សីយើងនឹងឲ្យបងប្អូនបាទឫស្សីយើងនឹងឲ្យឫស្សីស្រុកឬក៏ឫស្សីយើងដាំឫស្សីនេះគឺពួកឫស្សីព្រៃបងប្អូនបាទឫស្សីព្រៃឫស្សីភ្នំបាទខ្ញុំទិញដែរមួយបាច់12000 12000 អញ្ចឹងណា10ដើមបាទឫស្សីនេះគឺមុនបងវែងទេបាទវែងដូចនេះចឹងណាតែខ្ញុំកាត់វាបាទអាស័យនេះអាស័យបងប្អូនយើងគាត់ធ្វើនេះដែរណាបងប្អូនដាំតសក់បាទដាំតសក់ដាំរនោងដាំតឡាចដាំម្រះអីណាអាស័យហ្នឹងបាទយើងដាក់
បាទតែបើសិនជាបងប្អូនយើងមានឈើមានអីខ្លួនឯងចិត្តផ្ទះអាចកាប់ធ្វើខ្លួនឯងទៅដោយសារទ្រុងខ្ញុំនេះវារៀងធំដែរបើយើងរៀងច្រើនបាទរៀងច្រើនដែរអញ្ចឹងបើសិនតែយើងអឺរោឈើហ្នឹងវាយូរបាទវាពិបាកអញ្ចឹងក៏យើងទិញឫស្សីទៅអញ្ចឹងណាបាទនេះការចិញ្ចឹមលើគោកការចិញ្ចឹមលើគោកយើងដាក់តង់បែបនេះណាបាទគឺល្អហើយការចិញ្ចឹមគឺការចិញ្ចឹមក្នុងទឹកបាទការចិញ្ចឹមក្នុងទឹកការចិញ្ចឹមក្នុងទឹកនេះគឺយើងធ្វើជាហាប៉ាណាហាប៉ាឬក៏បើយើងនិយាយឲ្យស្រួលស្ដាប់យើងថាទ្រុងក្នុងទឹកយើងណាបាទគឺយើងដេរស្បៃនេះដូចគ្នាណាបងប្អូនបាទដេរស្បៃនេះដូចគ្នាហើយអាបាតនេះគឺយើងមិនដាក់តង់ទេគឺយើងដាក់ស្បៃដែលមានសំណាញ់រាងរង្វើលណាបាទរាងរង្វើលហើយយើងបណ្ដែតទឹកទៅហ្នឹងតើយើងមានស្រះណាតើយើងមានស្រះបាទប៉ុន្តែបងប្អូនយើងជាទូទៅបើយើងមិនមានស្រះទេដូចខ្ញុំអញ្ចឹងខ្ញុំដាក់នៅលើគោកយើងអញ្ចឹងបាទតង់យើងអញ្ចឹងណាបាទហើយយើងប្រក់ដំបូលមកបាទយើងប្រក់ដំបូលប្រក់ស្បែកអញ្ចឹងមកគឺបានហើយណាគឺបានហើយនេះខ្ញុំដាក់ទឹកបាទតង់យើងលើកម្ពស់ប៉ុណ្ណឹងបងប្អូនប្រហែលជាមួយចង្អាមបាទមួយចង្អាមម្ដងមួយចង្អាមល្អផងបាទព្រោះកង្កែបយើងដាក់ទឹកសម្រាប់កូនកង្កែបឬកង្កែបសាច់ហ្នឹងគឺយើងដាក់ទឹកតិចទេមួយថ្នាំងឬពីរថ្នាំងដៃទេអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេប្រិមិត្តបាទហ្នឹងហើយមានចម្ងល់អីអាចសាកសួរបន្ថែមបានណាហ្នឹងហើយជួបគ្នានៅវីដេអូក្រោយបាទ